សួស្តីកូនៗទាំងអស់គ្នាយើងចូលទៅវិញ្ញាសាទី42គឺវិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់មុខវិជ្ជាប្រវត្តិជាបាទនៅក្នុងវិញ្ញាសាទី42របស់យើងគឺមាន4សំណួរសំណួរទី1គឺមាន2ចំណុចគឺកនិងខកតើប្រាសាទសម្បូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណានៅឯណាខតើប្រាសាទនេះមានទីតាំងស្ថិតនៅឯណាសំណួរទី2មាន2ចំណុចដូចគ្នាកនិងខកតើមូលហេតុអ្វីខ្លះដែលនាំឲ្យមានការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាខតើមូលហេតុអ្វីដែលនាំឲ្យរណសិរ្សនេះទទួលបានជ័យជំនះនៅថ្ងៃទី7ខែមករាឆ្នាំ1979 3តើសមាជជាតិមានសារៈសំខាន់អ្វីខ្លះ4ចូលពណ៌នាអំពីទំនាក់ទំនងរវាងសន្តិភាពនិងការអភិវឌ្ឍបាទនេះគឺជាសំណួរទាំង4នៅក្នុងវិញ្ញាសាទី32របស់យើងមុននឹងចូលទៅដល់ការឆ្លើយសំណួរលោកគ្រូចង់ឲ្យកូនបន្ទាប់ពីបានស្ដាប់និងទស្សនាវីដេអូរបស់លោកគ្រូចប់ហើយប្រសិនបើកូនមានចម្ងល់ឬក៏មតិយោបល់អ្វីមួយកូនអាច comment នៅខាងក្រោមវីដេអូរបស់លោកគ្រូហើយបើកូនយល់ថាវីដេអូនេះល្អកូនចុច like បើយល់ថាវាមានប្រយោជន៍យើងអាច share ចែករំលែកទៅកាន់មិត្តភ័ក្តិរបស់យើងដើម្បីឲ្យពួកគាត់បានឃើញដូចគ្នានិងជាចុងក្រោយសូមកូនជួយចុច subscribe channel របស់លោកគ្រូមួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់លោកគ្រូនៅក្នុងការធ្វើវីដេអូថ្មីជាបន្តបន្ទាប់ទៀតយើងចូលទៅចម្លើយទាំង4នៅក្នុងវិញ្ញាសារបស់យើងតែម្ដងចម្លើយទី1ប្រាសាទសម្បូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺនៅថ្ងៃទី8ខែកក្កដាឆ្នាំ2017នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបាទនេះគឺជាចម្លើយនៃសំណួរទី1ចូលទៅសំណួរទី2មូលហេតុដែលនាំឲ្យមានការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺដោយសារតែរបបប៉ុលពតជារបបមួយដែលមានការកាប់សម្លាប់មនុស្សបង្អត់អាហារប្រជាជនកម្ពុជាសម្លាប់អ្នកចេះដឹងលុបបំបាត់ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ជាតិហើយយកកម្ពុជាធ្វើជាវាលពិឃាតនិងផ្ដាច់នៅទំនាក់ទំនងអន្តរជាតិទាំងឡាយចំណុចខមូលហេតុដែលនាំឲ្យរណសិរ្សនេះទទួលបានជ័យជំនះនៅថ្ងៃទី7ខែមករាឆ្នាំ1979គឺដោយសារមូលហេតុដូចខាងក្រោមទី1ឆន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុតជាមួយរណសិរ្សនេះទី2កងទ័ពបដិវត្តមានសេចក្តីក្លាហានទី3មានជំនួយឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់ពីកងទ័ពវៀតណាមនិងវីរភាពនៃអ្នកដឹកនាំកងទ័ពវៀតណាមទី4មានការគាំទ្រនិងទំនុកបម្រុងពីប្រទេសជិតខាងទី5ប្រជាជននិងកងទ័ពអស់ជំនឿលើរបបប៉ុលពតបាទនេះគឺជាចម្លើយនៃសំណួរទី2យើងចូលទៅសំណួរទី3តើសមាជជាតិមានសារៈសំខាន់អ្វីបាទនេះគឺជាចម្លើយសមាជជាតិមានសារៈសំខាន់ដូចខាងក្រោមទី1គឺស្វែងយល់អំពីការលំបាកនិងតម្រូវការរបស់ប្រជារាស្ត្រដើម្បីធ្វើការដោះស្រាយទី2ដឹងអំពីមន្ត្រីពុករលួយបកពួកនិយមតាមរយៈបណ្ដឹងរបស់ប្រជារាស្ត្រដោយផ្ទាល់ទី3ស្វែងយល់អំពីមន្ត្រីណាដែលចង់ក្បត់និងមន្ត្រីណាស្មោះត្រង់ដើម្បីអប់រំកែប្រែទី4គឺជាវេទិកាដែលមានតម្លាភាពអាចបើកចំហបញ្ហារួមដើម្បីដោះស្រាយទាំងអស់គ្នានិងទី5អាចអភិវឌ្ឍជាតិឲ្យរីកចម្រើនព្រោះតំណាងរាស្ត្រមន្ត្រីនិងរាស្ត្របានជជែកគ្នាដោយផ្ទាល់នៅលើវេទិកាហើយជាចុងក្រោយសមាជជាតិនេះវាគឺជាឧបករណ៍ដែលព្រះមហាក្សត្រខ្មែរលោកប្រើប្រាស់ដើម្បីពង្រឹងអំណាចឲ្យប្រជារាស្ត្រទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដោយផ្ទាល់យើងចូលទៅចម្លើយនៃសំណួរទី4ដែលគេឲ្យយើងពណ៌នាអំពីទំនាក់ទំនងរវាងសន្តិភាពនិងការអភិវឌ្ឍយើងចូលទៅចំណុចទី1គឺចំណុចកនិយាយអំពីសន្តិភាពនិងធ្វើឲ្យប្រជាជននិងប្រទេសជាតិទទួលបាននៅអត្ថប្រយោជន៍ដូចខាងក្រោមបាទទី1គឺមានសេចក្តីសុខទាំងផ្លូវកាយផ្លូវចិត្តគ្មានអំពើហិង្សាគ្មានសង្គ្រាមទី2សន្តិភាពផ្ដល់ឱកាសឲ្យមានការអភិវឌ្ឍខ្លួនឯងគ្រួសារនិងសង្គមទី3ប្រទេសជាតិមាននីតិរដ្ឋមានការគោរពច្បាប់មានសិទ្ធិសេរីភាពនិងកាន់យកនៅគោលការណ៍ប្រជាធិបតេយ្យទី5ធ្វើឲ្យមនុស្សរស់នៅប្រកបដោយភាពសុខសាន្តគ្មានភាពភ័យខ្លាចនឹងការគំរាមកំហែងទី6មនុស្សមានឱកាសទទួលបានការសិក្សារៀនសូត្រនិងមានកិច្ចសហប្រតិបត្តិការល្អទី7មានការវិនិយោគនិងទាក់ទាញភ្ញៀវទេសចរទី8មានស្ថិរភាពនយោបាយគោរពសិទ្ធិមនុស្សគោរពច្បាប់និងទី9សន្តិភាពនាំឲ្យមានសេរីភាពពេញបរិបូរណ៍
យើងទៅចំណុចមួយទៀតនិយាយអំពីកាលណាមានសន្តិភាពប្រទេសជាតិនឹងមានការអភិវឌ្ឍបាទនិយាយអំពីលទ្ធផលនៃសន្តិភាពបាទអញ្ចឹងនៅពេលដែលប្រទេសមានសន្តិភាពលទ្ធផលដែលទទួលបានគឺមានដូចខាងក្រោមទី1គឺសម្បូរធនធានមនុស្សដែលជាកម្លាំងចលករសម្រាប់អភិវឌ្ឍជាតិទី2ប្រទេសคล้ายទៅជាប្រទេសជឿនលឿនទី3មានការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសង្គមទី4បង្កើតឲ្យមានការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបទី5ពលរដ្ឋមានសមត្ថភាពជំនាញច្បាស់លាស់ទី6សេដ្ឋកិច្ចគ្រួសារនិងសង្គមមានការអភិវឌ្ឍរីកចម្រើនបាទដូច្នេះយើងឃើញថាតើតែមានសន្តិភាពទើបមានការអភិវឌ្ឍបើសង្គមមួយគ្មានសន្តិភាពការអភិវឌ្ឍគឺគ្មានឡើយបាទអញ្ចឹងនិយាយងាយយល់គឺថាសន្តិភាពដើមមុនទើបការអភិវឌ្ឍមានតាមក្រោយវិញ្ញាសាទី32របស់យើងបានមកដល់ទីបញ្ចប់ហើយលោកគ្រូសូមអរគុណដល់កូនកូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយលោកគ្រូសូមជូនពរឲ្យកូនកូនទទួលបានជោគជ័យនៅក្នុងការប្រឡងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត